ខ្ញុំជាគ្រីមខ្ញុំលួចស្រឡាញ់កាហ្វេយូរហើយតែអត់ហ៊ានសារភាពទេទឹកដោះគោឆៅគេមានភាពក្លាហានគេសារភាពឥឡូវគេបានស្រឡាញ់កាហ្វេដូចបំណងកាហ្វេនៅបាតកែវទឹកដោះគោឆៅនៅកណ្ដាលទឹកកកនៅលើទឹកដោះគោឆៅចំណែកខ្ញុំនៅខាងលើទឹកកកខ្ញុំត្រូវរងឧបសគ្គជាច្រើនខំប្រឹងរកកន្លែងលាក់ខ្លួនធ្វើម៉េចកុំឲ្យទឹកកករំលាយខ្ញុំបានតែមិនយូរមិនឆាប់ទេខ្ញុំត្រូវតែស្លាប់ដដែលដោយសារតែទឹកករលាយម្ដងបន្តិចខ្លាយទៅជាទឹកខ្ញុំក៏ត្រូវបាត់បង់ជីវិតដែរនៅពេលដែលខ្ញុំបាត់បង់ជីវិតគឺលែងមានរសជាតិផ្អែមនៅក្នុងកែវកាហ្វេតទៅទៀតហើយដូច្នេះខ្ញុំសូមពឹងបងតាយោជួយបង្វិលខ្លួនធ្វើម៉េចឲ្យខ្ញុំបានជួបនឹងកាហ្វេនិយាយរឿងក្នុងចិត្តមួយចំនួនផងចុះពេលដែលបងបង្វិលខ្លួនទៅទឹកដោះគោឆៅជាមួយនឹងកាហ្វេបានលាយផ្សំបញ្ចូលគ្នារសជាតិតែមួយទឹកដោះគោឆៅបានលះបង់ជីវិតទៅឲ្យកាហ្វេខ្លាយទៅជាកាហ្វេមួយដ៏ពេញលេញចំណែកខ្ញុំនៅតែជាគ្រីមដដែលផ្ដល់រសជាតិទៅឲ្យកាហ្វេខ្ញុំចង់និយាយពាក្យពេចន៍មួយចំនួនទៅកាន់កាហ្វេព្រោះឲ្យទឹកដោះគោឆៅបានមូលបង្កាច់ខ្ញុំប្រាប់កាហ្វេថាខ្ញុំមានរសជាតិល្វីងអត់ផ្អែមដូចមុនទៀតទេខ្ញុំបានបែកគ្នាជាមួយនឹងកាហ្វេមួយរយៈខ្ញុំនឹកគេខ្លាំងណាស់ខ្ញុំពិតជាចង់ជួបគេតែពិតជាមិនអាចទេពេលវេលាវាខ្លីណាស់សម្រាប់ខ្ញុំបើចង់ឲ្យខ្ញុំជួបគ្នានិយាយជាមួយនឹងកាហ្វេបានលឿនបំផុតសូមឲ្យបងតាយោជួយបង្វិលខ្លួនកូរទឹកដោះគោឆៅជាមួយនឹងកាហ្វេឲ្យរលាយចូលគ្នាចុះនោះទើបធ្វើឲ្យខ្ញុំជាមួយនឹងកាហ្វេបានត្រូវគ្នាស្រឡាញ់គ្នាជានិរន្តរ៍ខ្ញុំមានតែប៉ុណ្ណឹងហើយអរគុណបងតាយោសម្រាប់ការជួយផ្សះផ្សាទំនាក់ទំនងខ្ញុំទាំងពីរឲ្យបានត្រូវគ្នាឡើងវិញពីព្រោះឥឡូវកាហ្វេយល់ច្រឡំខ្ញុំធ្ងន់ធ្ងរជាទីបំផុត